ជូនរឿងអ្នកតាឃ្លាំងមឿងភាគទី2លុះដល់អាយុ16ឆ្នាំជ័យអាចារ្យភ្នុកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សពីស្រុកសៀមទៅស្រុកខ្មែរវិញព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀមឲ្យបានសម្រេចដោយសេចក្តីបំណងទើបដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដោយបងប្អូនបង្កើតធ្វើជាលនឹងឈើជើងដំរីឲ្យយកជាលច្រកអាចមួយដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមេនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅទ្រង់ចាត់ឲ្យសេនាចេញអាចារ្យខ្លួនទៅតាមតាក់មិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចមោធំអណ្ដែតតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើជ័យអាចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអាចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះប្រតិចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននឹងដំរីថ្នាក់ដ៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរប្រគល់ការនោះឲ្យចេញអាចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើចេញអាចារ្យចុះលុះរៀបធ្វើពិធីរួចព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអាចារ្យទូលសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកអស់ឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរស់រាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យលួសបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវរិយបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចូលនឹងកដំរីប្រើឲ្យទៅអំជួយម្ដាយមកស្រុកខ្មែររួចចូលកូនជំទាវប៉ាល់បាយទៅទទួលម្ដាយមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កន្តាលអត់ត្រៀមមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អ៊ុចភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសោកគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រួតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទៅជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះច័ន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកក្រុងរាជស្នងព្រះបិតារឿងនេះមិនបាត់ស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ពីរោធយ៉ាងខ្លាំងពុនពេកនឹងតូចព្រះតីក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើឧបាយកលបោកបំផុសយកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកតបតាមទៅដណ្ដើមយកមកវិញឲ្យបានហ
ហើយចាត់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះច័ន្ទរាជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នោះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពួកសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូរណ៍តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀមដោយឧបាយមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាទ័ពច្បាំងនឹងពលសៀមទើបបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសាស្ត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលូតឲ្យជង់ស្លាប់ក្នុងរណ្ដៅតែនៅពេលមុននឹងលូតសម្លាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពីអូវាទលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនេះប្រចាំមិនចំណែកខ្ញុំធានាខាងទ័ពខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឮសូរសន្ធឹកហួរកបជ្រោយបីដូចជាសំលៀងគោនោះយើងនឹងមានជ័យហើយលោកផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹកប្រពន្ធឃើញប្តីលោកដូច្នេះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7ថ្ងៃលួនឮសូរសន្ធឹកដូចការផ្ដាំម៉ែតបសៀមចូលដល់បាត់ដំបងឆ្លងចូលមកដល់អ៊ូមួយសពថ្ងៃហៅថាអ៊ូស្វាយដុំកែជួនគ្នានឹងតបជិះអស់ចាតបខ្មោចជិញសំដែងរឹកធ្វើឲ្យពលសៀមវិលមុខចុកពុះចុកក្អួតដួលខ្លួនឯងស្រួលតបប្រជិញអស់ចាចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ស្រុកសៀមវិញចំណែកពួកទ័ពប្រជិញអស់ចានាំគ្នាត្រឡប់មកកាន់មន្ទីរវិញសពថ្ងៃគេហៅថាមន្ទីរជិះចាប់ផ្ដើមពីពេលនោះមកប្រជិញអស់ចាបានទទួលរាជាពិស័យសោយរាជនិងទទួលនាមថាប្រជិញជិះស្ដាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅមន្ទីរជិះលុះព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណកន្ធៈរបស់សេនាមឿងយ៉ាងឧឡារិកអស្ចារ្យជាប់ជាទំនៀមដល់រៀបដល់មកសពថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញពិធីបុណ្យឡើងអ្នកតាឃ្លាំងមឿងទីកន្លែងអ្នកតាជាទីរបូរស្ថានមានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញមានមេឃបែកសាខាមានម្លប់ទ្រូឆៃត្រជាក់គួរឲ្យសប្បាយរីករាយអស្ចារ្យហើយមានសត្វបាក់សីបាក់សាកញ្ជ្រៀវខ្ញូវខ្ញាប្រចឹកគ្នាលើមេឃព្រឹក្សានោះឮសូរសំឡេងត្រហឹងបន្ទាប់អំពីរុក្ខជាតិមានវាលស្រែព័ទ្ធជុំវិញបើមើលពីចម្ងាយទៅឃើញរុក្ខជាតិដង្គមត្រសុំខ្មួលខ្មៅដាច់ស្រយាលពីភូមិស្រុកបណ្ដាដើមឈើទាំងអស់នៅទីនោះមានដើមសំរងមួយខ្ពស់ជាងដើមឯទៀតដុះចាំពីមុខអាស្រមពីសាលាខេត្តពោធិ៍សាត់ទៅទីអ្នកតានោះមានចម្ងាយប្រមាណជា6គីឡូម៉ែត្រគេត្រូវចេញតាមផ្លូវថ្មូលពីសាលាខេត្តទៅទិសខាងលិចប្រមាណជា2គីឡូម៉ែត្រត្រូវងាកទៅទិសខាងត្បូងកាត់ផ្លូវអាយ៉ាស្មាយានដល់ឃុំបាក់នឹមដែរទៅទិសខាងលិចដល់ភូមិព្រៃជីកឡើងពីព្រៃជីកងាកទៅកាន់ទិសខាងឆ្វេងទើបដល់កន្លែងអ្នកតាជុំវិញអាស្រមអ្នកតាមានវាលស្រឡះទំនេរនៅត្រង់ចន្លោះរុក្ខជាតិនៅពីខាងត្បូងអាស្រមជាទីវាលទុកសម្រាប់ធ្វើរោងមានបណ្ដោយ60ម៉ែត្រទៅទិស40ម៉ែត្រ